សួស្តីបងប្អូនទាំងអស់គ្នានៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះណែទេវតាឆ្នាំថ្មីនឹងយាងមកជួបយើងទាំងអស់គ្នាហើយតើលោកអ្នកមានបានត្រៀមខ្លួនសម្រាប់ពាក្យពេចន៍ជូនពរហើយឬនៅបងប្អូនណាឆ្នាំចាស់បានផ្លាស់ចេញទៅឆ្នាំមមីបានចូលមកដល់សិរីមង្គលនិងសេចក្តីសុខសាន្តកំពុងតែធ្វើដំណើរមកជួបពួកយើងហើយនៅក្នុងឱកាសដ៏វិសេសវិសាលនេះគ្រួសាររបស់ខែយូក៏សូមគោរពបួងសួងជូនពរដល់លោកតាលោកយាយនិងបងប្អូនទាំងអស់គ្នាសូមមានស្នាមញញឹមរីកស្រស់បំព្រងជានិច្ចសូមមានសុខភាពល្អនិងមានសម្រស់ស្អាតផូរផង់ហើយស្ងប់ចិត្តស្ងប់កាយសប្បាយរីករាយសូមទទួលបាននូវភាពកក់ក្ដៅយ៉ាងពេញលេញពីក្រុមគ្រួសារនិងកូនចៅយើងជឿជាក់ថាការថែទាំដោយមេត្តាគឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់មនុស្សជាទីស្រឡាញ់ព្រោះនៅខែយូរាល់ថ្ងៃនេះគឺលោកយាយលោកតាទទួលបាននូវក្តីស្រឡាញ់និងការយកចិត្តទុកដាក់បំផុតពីខែយូផ្ដោតលើកពីការថែទាំយ៉ាងពេញលេញពីកូនចៅនិងក្រុមគ្រួសារយើងជឿជាក់ថាការថែទាំដោយមេត្តាគឺជាកាដូដ៏មានន័យបំផុតសម្រាប់មនុស្សជាទីស្រឡាញ់ព្រោះនៅខែយូរាល់ថ្ងៃលោកយាយលោកតាសុទ្ធតែត្រូវបានទទួលការស្រឡាញ់ថ្នាក់ថ្នមបីបងដូចជាសមាជិកគ្រួសារតែមួយសួស្តីឆ្នាំថ្មីឆ្នាំមមីបងប្អូនទាំងអស់គ្នានៅពេលដែលផ្កាអង្គាសីលរីកស្រស់បំព្រងគឺជាពេលវេលាដែលយើងត្រូវផ្ដល់ក្តីស្រឡាញ់កាន់តែខ្លាំងដល់មនុស្សជាទីស្រឡាញ់នៅក្នុងគ្រួសារខែយូយល់ថាភាពចាស់ជរាមិនមែនជាការបញ្ចប់ភាពសប្បាយរីករាយនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមទាមទារនៅជីវិតការយល់ចិត្តនិងភាពកក់ក្ដៅក្នុងឱកាសសង្ក្រាន្តថ្មីនេះសូមឲ្យរាល់ថ្ងៃលោកតាលោកយាយពោពេញដោយស្នាមញញឹមស្រស់បំព្រងនិងក្តីសង្ឃឹមជានិច្ចសូមអរគុណសូមជម្រាបលា